มาជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនអំពី Alpha បាទឆ្នាំ2018 Hybrid បាទគាត់យកមករៀបចំឡើងវិញគាត់ទិញទីកន្លែងជាធូរតម្លៃធូរគេគ្របចិត្តបញ្ហាទាំងអស់ពុកម៉ែបងប្អូនបាទហើយគាត់អត់ដឹងពីរបៀបថាឆែកមើលយ៉ាងម៉េចអីយ៉ាងម៉េចបាទហើយប្រើប្រាស់ទៅបញ្ហាទាំងអស់សូម្បីតែម៉ែចកូតសូម្បីតែតលេខ្វែងចកូតបាទមុខម៉ាស៊ីនគេធ្វើដំយកឲ្យតបានឥឡូវគាត់យកមករៀបចំឡើងវិញនៅ Alpha Service Center ហើយប្រព័ន្ធភ្លើងលេងចំណាក់ខ្សែភ្លើងលេងដាក់ខុសគ្នាយ៉ាងពុកម៉ែបងប្អូនអីខ្សែភ្លើងគេមួយគេមានកម្រិតនៃការប្រើប្រាស់យកខ្សែភ្លើងអាតូចតមួយអាធំបាទពុកម៉ែបងប្អូនចាំប្រយ័ត្នប្រយែងរាល់រថយន្ត Alpha ពុកម៉ែបងប្អូនមើលឃើញនឹងភ្នែកហើយពុកម៉ែបងប្អូនត្រូវតែឆែកជាមួយ computer ទៀតហើយបើពុកម៉ែបងប្អូនអត់ច្បាស់អត់អីមានការសពេចសពើសង្ស័យបាទពុកម៉ែបងប្អូនអាចយកមកឆែកជាមួយនឹង Alpha Service Center យើងធ្វើការឆែកជូនពុកម៉ែបងប្អូនហើយគ្រប់បញ្ហា Alpha គឺមានដំណោះស្រាយនឹង Alpha Service Center បាទសូមអរគុណហើយសូមជម្រាបលាបាទ